បាទសួស្តីប្រិយមិត្តនិងបងប្អូនអ្នកសិក្សានិស្សិតដែលនិយមសិក្សាភាសាអង់គ្លេសតាមប្រព័ន្ធអនឡាញថ្ងៃនេះខ្ញុំមានអត្ថបទមួយដែលនិយាយអំពីការពីប្រហារដែលបាញ់កប៉ាល់ដឹកប្រេងឆេះពីគ្រឿងនៅដែល Middle East conflict បាទហើយនៅតំបន់ Strait of Hormuz អញ្ចឹងយើងនឹងអានចំណងជើងដំបូង Day 12 of Middle East conflict ships hit by attacks in Strait of Hormuz yes អញ្ចឹងគឺថាសង្គ្រាមមកដល់ថ្ងៃទី12ណា conflict សង្គ្រាមនៅ Middle East នៅតំបន់អាស៊ីកណ្ដាល Ship hit by attacks កប៉ាល់នេះត្រូវបានវាយប្រហារ hit វាយឬក៏ដាល់បានយើងដាល់នេះថា hit somebody វាយណាម្នាក់ by attack ដោយការវាយប្រហារ attack ប្រហារដោយអាវុធ in Strait of Hormuz នៅក្នុងតំបន់ Strait of Hormuz Strait of Hormuz នៅកន្លែងណាដែរបាទអញ្ចឹងយើងមកមើលផែនទីនេះ Strait of Hormuz yes ម៉ាស់នេះគឺនៅតំបន់ម្ដុំនេះមកយើងមកមើលផែនទីអូខេនេះប្រទេសអ៊ីរ៉ង់នេះ Iran country ចឹងនេះគឺជា Saudi Arabia កន្លែងនេះជា United Arab ចឹង Strait of Hormuz នៅម្ដុំនេះនេះគេហៅថា Strait of Hormuz yes នេះ Strait of Hormuz yes យើងមើលទៅនៅច្រកកន្លែងនេះចិត្តប្រទេសអ៊ីរ៉ង់ this is yes this is Iran ច្រកអស់ Hamas នៅកន្លែងនេះអូខេ the Strait of Hormuz is narrow strategically vital waterway connecting the Persian Gulf with the Gulf of Oman and the Arabian Sea. Yes. Known as the world's most important oil transit choke point, it facilitates the passage of approximately 20 to 25% of global oil and liquefied natural gas សកាត់គេ LNG នេះ liquefied natural gas យើងមានពាក្យអីគេយើងមានពាក្យសិក្សាដែលត្រូវសិក្សាគឺពាក្យ choke point ពាក្យ choke point ជា noun ពាក្យនេះជាពាក្យរបស់ North American English អ្នកនិយាយភាសាអង់គ្លេសនៅអាមេរិកខាងជើងបាទ choke point មានន័យថា congestion ការកកស្ទះកន្លែងចង្អៀតហ្នឹងណាបាទឬក៏ blockage ណាកន្លែងដែលស្ទះចង្អៀតយើងមើលក្នុងផែនទីមិញហ្នឹងបាទអញ្ចឹងយើងមកបកប្រែ paragraph ទី1នេះ yes the Strait of Hormuz is a narrow គឺថាតំបន់ Strait of Hormuz នេះគឺជាច្រកចង្អៀតមួយ
strategically vital waterway connecting the Persian Gulf ណាចឹងយើងមកបកនេះគឺថាthe Strait of Hormuz នេះគឺជាច្រកចង្អៀតមួយ strategically យុទ្ធសាស្ត្រ vital waterway គឺជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់ vital សំខាន់ The Persian Gulf ជាឆ្នេរ Persia ប្រទេស Persia with the Gulf of Oman ជាមួយនឹងឈូងសមុទ្រ Oman and the Arabian Sea ហើយនឹងសមុទ្រអារ៉ាប់ known as the world's most important oil transit choke point គឺជាច្រកដែលគេឆ្លងកាត់ transit ក្នុងការដឹកប្រេងដ៏សំខាន់បំផុតរបស់ពិភពលោក yes មកដល់នេះទៀត it facilitate the passage of approximately 20 to 25% of global oil វាជាច្រកមួយដែលជួយសម្រួល facilitate ជួយសម្រួលវាជួយសម្រួលក្នុងការដឹកប្រេងដល់ការឆ្លងកាត់ក្នុងការដឹកប្រេងហ្នឹងវាប្រហែលអាចជួយសម្រួលបានប្រហែលជា20ទៅ25នៃប្រេងរបស់ពិភពលោក global world and liquefy natural gas និងឧស្ម័នធម្មជាតិ and liquefy natural gas ឧស្ម័ន natural ធម្មជាតិអញ្ចឹងយើងប្រែសម្រួលអត្ថបទទាំងអស់នេះប្រែសម្រួលមកឃ្លានេះគឺថាច្រកសមុទ្រ Hormuz គឺតូចចង្អៀតជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់ភ្ជាប់ឈូងសមុទ្រពែជាមួយឈូងសមុទ្រ Oman និងសមុទ្រអារ៉ាប់ត្រូវបានគេស្គាល់ថាជាច្រកឆ្លងកាត់ដឹកប្រេងជាច្រកឆ្លងកាត់ដឹកប្រេងដ៏សំខាន់បំផុតរបស់ពិភពលោកវាជួយសម្រួលដល់ការឆ្លងកាត់ប្រហែល20ទៅ25% នៃប្រេងពិភពលោកនិងឧស្ម័នធម្មជាតិរាវ yes យើងឈានចូលទៅ paragraph ទី2 Tanker ablaze Iran has ramped up retaliatory attack on energy supplies with strike on two foreign oil tankers in Iraqi water. Separately, a video geolocated by CNN appeared to show an Iranian drone hitting a fuel tank in an Omani port យើងមានពាក្យអីខ្លះយើងមានពាក្យនេះ ablaze មានន័យថាជា adjective ablaze នេះមានន័យថា burning fiercely បានឆេះឆាបយ៉ាងសាហាវណាឆេះយ៉ាងខ្លាំងណា
ហើយយើងមានពាក្យ ramping នេះ ramping នេះ ជា phrasal verb of ramp មានន័យថា increase the delivery or amount of something ណាគឺការមានន័យថា ramp up ហ្នឹងគឺបង្កើនមានថា increase the level ពីការបង្កើនហើយ retaliatory ហ្នឹងបានន័យថាកំណត់ដោយបំណងប្រាថ្នាសម្រាប់ការសងសឹកអ្វីមួយមិនថាជាសកម្មភាព an action yes an action characterized by the desire for revenge ជាការសងសឹកជាសកម្មភាពមួយដែលមានបំណងដោយ desire មានបំណងដោយការសងសឹកនេះអញ្ចឹងយើងមកបកងាកមកបកប្រែអត្ថបទយើងវិញយើងមកប្រែអត្ថបទយើងវិញគេថា tanker ablaze tanker គឺ ship oil ship កប៉ាល់ដឹកប្រេងហ្នឹង ablaze ហ្នឹងគឺបានឆេះសន្ធោសន្ធៅ burning yes Iran has ramped up mean increase ការបង្កើនប្រទេសអ៊ីរ៉ង់បានបង្កើនការវាយប្រហារ attack ណាក្នុងការសងសឹក retaliatory on energy supplies ទៅលើការផ្គត់ផ្គង់ធម្មពល energy ធម្មពលប្រេងហ្នឹង with strike ដោយមានការវាយប្រហារណា attack strike fighting ណា on two foreign oil tanker ទៅលើ tanker នេះ ship oil ship ណាកប៉ាល់ដឹកប្រេង oil tanker របស់ជនបរទេស foreign ណាហើយ2គ្រឿងណាកប៉ាល់2គ្រឿងអ៊ីរ៉ង់បានវាយប្រហារទៅលើកប៉ាល់ដឹកប្រេង2គ្រឿង in Iraqi water នៅក្នុងតំបន់ទឹករបស់អ៊ីរ៉ាក់ separately ដោយឡែកទៀតគឺផ្សេង separate ណាបើថាយើងទៅ separate ហ្នឹងគឺ separate គ្នាដោយថាអ្នកចូលហូបអីគេគិតលុយគេថា separate yes separate ចេញលុយទាំងខ្លួន A video geologically by CNN គឺថាលើសពីនេះទៅទៀតគឺថារឿងមួយទៀតគឺថាវីដេអូមួយគេបានថាដាក់ជាទីតាំងភូមិសាស្ត្រណាដោយ CNN នេះ appear to show បានបង្ហាញឲ្យឃើញនៅ drone Iranian drone បានថា drone នេះគឺជាយន្តហោះដែលគ្មានមនុស្សបើករបស់ Iranian នេះគឺរបស់អ៊ីរ៉ង់ hitting a few all time ណាគឺបាន hit គឺបានធ្វើការវាយប្រហារ hit few all time នៅកប៉ាល់ដឹកប្រេងអន្តរជាតិ in an Omani port នៅក្នុងកំពង់ផែនៃប្រទេស Omani yes អញ្ចឹងយើងប្រមសុំប្រាយសម្រួលឃ្លាហ្នឹងគេថាឃ្លាទី2នេះយើងប្រាយសម្រួលទៅគឺថានិវាបទុកប្រេងឆាប់ចេះនិវាបទុកប្រេងឆាប់ចេះអ៊ីរ៉ង់បានបង្កើនការវាយប្រហារសងសឹកណាបង្កើនសងសឹកលើការគ្រប់គ្រងធម្មពលជាមួយនឹងការវាយប្រហារលើនាវាដឹកប្រេងបរទេស2គ្រឿងនៅក្នុងទឹកអ៊ីរ៉ាក់នៅក្នុងដែនទឹកអ៊ីរ៉ាក់ So greatly ដោយឡែកវីដេអូដែលដាក់ទីតាំងភូមិសាស្ត្រដោយ CNN បានបង្ហាញឲ្យឃើញពីយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់បុកធុងសាំងនៅកំពង់ផែ Omani បុកtanker ហ្នឹងបុកកប៉ាល់ហ្នឹងអូខេ
Oil tops the 100s again. Oil climbed above $100 overnight. The jump came despite the International Energy Agency agreeing to release a record 400 million barrels of oil from reserves into a global market. Yes. Là dương màu với cả bọ prẻ. The oil top 100 again. Mà Brainឡើងដល់$100 tops. Top នេះហក់ឡើងកំពូលណា top កំពូលភ្នំ top mountain កំពូលភ្នំណា Brain វាបានកើនឡើងដល់កំពូលហើយ$100 ម្ដងទៀត Oil climbed about 100 overnight កាលពីយប់មិញ Oil ប្រេងនេះ climb ហក់ឡើងឬក៏តម្លៃនេះកើនឡើងណាtừលើ$100ទៀត about នៅពីលើ climb to climb យើងឡើងដើមឈើក៏ថា climb the tree ហក់ឡើងដើមឈើ verb to climb the jump came jump ការហក់ឡើងនេះយើងលោតណាការលោតបើមនុស្សលោតគេថា jump ការលោតឡើងនេះវាបានកើនឡើងបានមកដល់ to past tense of the verb to come came ណា despite ជាទោះបី the International Energy Agency ថាទោះបី agency នេះភ្នាក់ងារធម្មពលអន្តរជាតិ agreeing to release បានយល់ព្រម to agree បានយល់ស្រប Do you agree with me ណាយល់ព្រមជាមួយខ្ញុំទេ To release នេះគឺថាបញ្ចេញណា To release the news បញ្ចេញនៅសារព័ត៌មាន To release the information បញ្ចេញនៅព័ត៌មានផ្សេង The news release the news or release information ណាគឺថាគេបញ្ចេញក្នុងន័យនេះគឺថាគាត់យ៉ាងម៉េចគាត់បញ្ចេញប្រេងនេះ barrel ធុងប្រេងគាត់បញ្ចេញធុងប្រេងហ្នឹង million 400លាន400 million barrel គាត់បានបញ្ចេញប្រេងហ្នឹងបញ្ចេញអយនេះ400លាន barrel from reserves ពីការបំរុងពីបញ្ចេញប្រេងនេះពីយកចេញពីការបំរុងប្រេងបំរុងណាប្រេងដែលបានបំរុងទុក yes into the global market ដាក់ទៅក្នុង global market global នេះ the world ពិភពលោក market ទីផ្សារនៃគ្រឿងទីផ្សារពិភពលោក yes អញ្ចឹងយើងប្រែសម្រួល clear ចាប់ថាទី3នេះប្រេងឡើងដល់$100ម្ដងទៀតប្រេងបានឡើងលើសពី$100ក្នុងមួយយប់ការកាត់ឡើងនេះបានកាត់ឡើងទោះបីជាភ្នាក់ងារធម្មពលអន្តរជាតិយល់ព្រមបញ្ចេញប្រេងចំនួន400លានបារ៉ែលណាពីទុនបំរុងចូលទៅក្នុងទីផ្សារពិភពលោកក៏ដោយអូខេយើងទៅមើល paragraph ទី4ទៀត claiming victory President Donald Trump has been repeating his claim that the U.S. has won the war even as the conflict widens. It's just a question of when. When do we stop? He said, yes.
chúng ta bỏ bị hơi sệt để muốn người ta lúcประเทศนี้ทับใดโดนัลด์ทรัมป์นี่ president โดนัลด์ทรัมป์นี่ลูกเมียนประสาทา he said has been គាត់និយាយថាម៉េចគាត់ claim នៅជោគជ័យជំនះគាត់គាត់ថាគាត់ឈ្នះណា claiming victory ហ្នឹងហើយគាត់ has been repeating នេះគឺជាទម្រង់ present perfect present perfect continuous មកពី verb រូបមន្តគេ to have បូក purposive បូក been នេះបូក inform present perfect កំពុងប្រព្រឹត្តចឹងគាត់បានរំលឹកទៀតថា his claim គាត់បានការប្រកាសរបស់គាត់ claim to announce ប្រកាសការប្រកាសរបស់គាត់នោះថា that the US សហរដ្ឋអាមេរិក has won the war won past tense or verb to win ឈ្នះនេះជាទម្រង់ present perfect ប្រែ to have បូកនឹង participle verb ទី3 yes ចឹង have won to win past tense won participle won ចឹងគាត់បានអាមេរិកបានឈ្នះសង្គ្រាម the US has won the war even as the conflict widen the even ទោះបីជា conflict នេះសង្គ្រាមនោះបានពង្រីកធំយ៉ាងណាក៏ដោយ widen រីកធំ it just a questions វាគឺជាសំណួរមួយដែលបានចោទថា when នៅពេលណា when do we stop នៅពេលណាដែលសង្គ្រាមត្រូវបានបញ្ចប់ណាគាត់លោកដល់ត្រាំគាត់សួរអញ្ចឹងគាត់មកធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ហើយគាត់សួរថាកាលបានសង្គ្រាមនឹងចប់ yes អញ្ចឹងយើងប្រែសម្រួលលើ clear ទី4ដើម្បីស្រួលស្ដាប់ yes ការអះអាងពីជ័យជំនះលោកប្រធានាធិបតី Donald Trump បាននិយាយម្ដងហើយម្ដងទៀតអំពីការអះអាងរបស់លោកថាសហរដ្ឋអាមេរិកបានឈ្នះសង្គ្រាមទោះបីជាមានចំនួនកាន់តែរីករាលដាលដល់យ៉ាងធំយ៉ាងណាក៏ដោយលោកបានមានប្រសាសន៍ថាវាគ្រាន់តែជាសំណួរមួយថាតើយើងត្រូវបញ្ចប់នៅពេលណា yes ចឹងអត្ថបទរបស់យើងមកដល់ពេលនេះបានបញ្ចប់ please like share and subscribe my channel thank you very much for attention